សាច់ជ្រូក3ជាន់ពងជាមួយនឹងស្បៃស្រួយនិយាយពីថាខ្ញុំនេះចូលចិត្តណាស់បងប្អូនហើយជ្រលក់ជាមួយនឹងទឹកម៉ាយ៉ូណេសមានបន្ថែមជាមួយនឹងសាឡាត់ជាមួយនឹងអីបងប្អូនជ្រលក់ជាមួយនឹងទឹកម៉ាយ៉ូណេសពងសាច់ជ្រូកឲ្យស្រួយនិយាយពីថាជាតិឆ្ងាញ់ណាស់បងប្អូនហើយខ្ញុំឲ្យចូលចិត្តណាស់សាឡាត់ជាមួយនឹងម៉ាយ៉ូណេសជាមួយស្បៃជ្រូកពងសាច់3ជាន់ហ្នឹងយកមកពងជ្រលក់ជាមួយនឹងទឹកម៉ាយ៉ូណេសវាឆ្ងាញ់ប្លែកម្យ៉ាងបងប្អូនចឹងថ្ងៃនេះដែរគឺខ្ញុំមានសាច់ជ្រូក3ជាន់បងប្អូនខ្ញុំដាំទឹកដាក់ខ្ទឹមជាមួយនឹងអីខ្ញីហើយនឹងខ្ញុំប្រើអំបិលបន្តិចសូជាមួយនឹងសាច់យើងលាងទឹកឲ្យស្អាតណាបងប្អូនសូហើយយើងចុចជាមួយនឹងសមទៅហាន់វាជាប្រទេសបន្តិចកុំឲ្យដាច់សាច់ចឹងមកយកមកប្រឡាក់ជាមួយនឹងអំបិលតិចជាមួយនឹងអីទឹកខ្មេះបន្តិចខ្ញុំប្រឡាក់ញីឲ្យសព្វហើយខ្ញុំយកទៅដាក់ហាលថ្ងៃបងប្អូនធ្វើបែបហ្នឹងបំពងទៅវាដែរផ្ទុះចឹងណាបងប្អូនសូវផ្ទុះហើយកុំបានស្បែករៀងស្រួយចឹងខ្ញុំហាលថ្ងៃចោលខ្ទង់1ម៉ោង2ម៉ោងអីចឹងទៅមកសពបហ្នឹងក៏យកមកបំពងជាមួយនឹងខ្លាញ់ប្រេងឆាយើងហ្នឹងបងប្អូនធ្វើអញ្ចឹងគឺអត់ផ្ទុះមែនសាច់ជ្រូកហ្នឹងគឺអត់ផ្ទុះទេស្បែកជ្រូកក៏ស្រួយឆ្ងាញ់ដែរបងប្អូនស្រង់ឲ្យស្រស់ខ្លាញ់ហើយចាប់ផ្ដើមមកធ្វើជាមួយនឹងទឹកម៉ាយ៉ូណេសបងប្អូនបុកខ្ទឹមជាមួយនឹងម្ទេសសម្រាប់បងប្អូនចូលចិត្តហឹរណាហើយសម្រាប់ម៉ាយ៉ូណេសហ្នឹងគឺខ្ញុំធ្វើខ្លួនឯងទេបងប្អូនខ្ញុំមានទឹកម៉ាយ៉ូណេសអាជីម៉ាយ៉ូនេះយើងដាក់លាយជាមួយនឹងខ្ទឹមជាមួយនឹងម្ទេសបងប្អូនកូរឲ្យសព្វមករសជាតិនិយាយពីថាឆ្ងាញ់ម៉ាយ៉ូណេសអាជីម៉ាយ៉ូហ្នឹងគឺជាផលិតផលរបស់ក្រុមហ៊ុនអាជីណូម៉ូតូបងប្អូននិយាយរួមផ្សំចេញពីពងមាន់ស្រស់ជាមួយនឹងប្រេងបន្លែធម្មជាតិហើយគ្រឿងផ្សំសំខាន់ហើយនិយាយពីរសជាតិគេវិញគឺធ្វើឡើងសមស្របតាមចំណូលចិត្តប្រជាពលរដ្ឋកម្ពុជាយើងតែម្ដងគឺរសជាតិគឺត្រូវជាតិឆ្ងាញ់ហ្មងបងប្អូនយើងមិនចាំបាច់ថែមគ្រឿងទេហើយបើបងប្អូនចេះហឺស្រូបទឹកម៉ាយ៉ូណេសនឹងជាមួយបន្លែក៏ឆ្ងាញ់ដែរនិយាយរួមបាញ់បាក់ធ្វើខ្លួនឯងងំតែញ៉ៃអីច្រើនបងប្អូនទិញតាមម្ដងហើយម៉ាយ៉ូណេសអាជីម៉ាយ៉ូគឺគេមានពីទំហំងាយស្រួលបងប្អូនជ្រើសរើសតាមតម្រូវការមាន130ក្រាមជាមួយនឹង260ក្រាមបើសិនជាបងប្អូនត្រូវការជាឬក៏ចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចឆាទៅ page អាជីណូម៉ូតូ Cambodia ដែលខ្ញុំដាក់page ពីខាងលើវីដេអូហ្នឹងបងប្អូនអាចឆាទៅសួរព័ត៌មានបន្ថែមវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជម្រាបលា